vừa tập lọc một sai cho mấy một căn video là bọc nhóm được không video này đấy nhóm nông bằng hai bông bỏ đang ở kia ông pia rồi biết cho từ bằng card QR code đầm bay ao là nam nè scan đầm bay cho từ profile Facebook bao giờ rồi mỗi coi cho từ scan đầm bay cho từ căn page bao giờ chẳng có mọi khát về dấu dân từ tam đan tôi xem video này từ ở kia chẳng chỉ là bông lái dân cho một căn Facebook bao giờ máu rồi mỗi coi dân cho từ căn page bao giờ máu to mà tiết bông bỏ cho nó không một tông search nó khang lơ nè vàต่อពីបងប្អូនចូលនៅក្នុងប៊ូតុង search ខាងលើហើយសូមបងប្អូនវាយពាក្យថា QR code បន្ទាប់ពីវាយ QR code ហើយបងប្អូនចុចទៅលើពាក្យ QR code ហ្នឹងមកអញ្ចឹងគឺនឹងបង្ហាញគេដាក់ QR code នៅខាងលើនេះអញ្ចឹងបងប្អូនចុចចូលនៅខាងលើនេះមកអញ្ចឹងគឺវាចេញបែបនេះមកអញ្ចឹងនៅខាងលើនេះត្រង់កន្លែង scanner នេះមានន័យថាយើងចូលទៅគឺយើង scan ទៅកាន់profile Facebook របស់គេឬមួយក៏ចូលទៅកាន់ page របស់គេចឹងទៅអញ្ចឹងដើម្បីធ្វើការបង្កើត QR code ដើម្បីឲ្យគេចូលទៅកាន់ profile Facebook របស់យើងបានគឺយើងចូលនៅកន្លែង QR code នៅខាងលើនេះបន្ទាប់ពីចូលនៅកន្លែងហ្នឹងហើយគឺបងប្អូនមើលមកខាងក្រោមនេះមានពាក្យ share on profile និង save to phone អញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់យក QR code នឹងដាក់ទៅលើ profile Facebook របស់បងប្អូនចុចទៅលើពាក្យថា share on profile មកតែបើសិនជាបងប្អូនចង់រក្សាទុក QR code នេះនៅក្នុងទូរស័ព្ទដៃរបស់បងប្អូនចុចទៅលើពាក្យថា save to photo មកតមកទៀតបងប្អូនចុចទៅលើពាក្យថា OK តមកទៀតបងប្អូនចូលនៅក្នុង photo មកគឺនឹងឃើញ QR code នឹងបាទនេះគឺជា QR code ដែលខ្ញុំបាន save ពីនៅក្នុង Facebook មកមិញអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យនរណាម្នាក់ scan ចូលទៅកាន់ Facebook របស់បងប្អូនគាត់តែបង្ហាញ QR code នេះទៅគឺគេអាច scan ទៅចូលទៅកាន់ Facebook របស់បងប្អូនបានហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ